ប៉ុយកើតបានមួយថ្ងៃហើយមិនសមមិញមកដល់ថ្ងៃនេះបានមួយថ្ងៃហើយដោយសារប៉ុយហ្នឹងមានកូនដំបងហើយកូនបាន8គ្រាប់បាទកូនគេមានសុខភាពល្អអញ្ចឹងការចិញ្ចឹមសត្វកាលណាវាកើតបានមួយថ្ងៃពីរថ្ងៃហើយអត់មានបញ្ហាទេគឺវានៅទាំងអស់ហើយដោយសារមេដែលចេះថែរក្សាកូនបន្ទាប់ពីមួយថ្ងៃពីរថ្ងៃហើយកូនអត់មានការប្រែប្រួលគឺបានន័យថាកូនហ្នឹងគឺនៅទាំងអស់ហើយមេខ្លះកូនមកមួយថ្ងៃមិនទាន់ទេកាលណាអត់ចេះថែទាំកូនគឺកូនវាទៅវិញអស់ហើយបាទអញ្ចឹងប៉ុយនេះកូនបាន8គ្រាប់ហើយទម្ងន់របស់គេ1គីឡូជាងអត់ដោយសារប៉ុយនេះកូនលើកទី1បាទនេះថែទាំកូនណាដោយសារយើងដាក់ទៅបាទការពារកូនណាបាទនេះកូនគេ8គ្រាប់គឺមានសុខភាពល្អណាស់ដោយសារយើងតាមដានមើលអញ្ចឹងហើយការថែទាំរបស់គេគឺចេះក្រុមកូនបាទធំណាប៉ុយហ្នឹងបាទប៉ុយហ្នឹងគីឡូវា1គីឡូជាងបាទដោយសារមេបាដែលយើងជ្រើសចម្រាញ់យកមកធ្វើមេបានៅក្នុងកសិដ្ឋានហ្នឹងគឺមេបាធំបាទអញ្ចឹងប៉ុយកូនបាន8គ្រាប់ពលលើកទី1ពូជនេះធំហើយចេះថែទាំកូនណាមើលកូនបានមួយថ្ងៃហើយក្រុមកូនបន្ទាប់ពីកើតបានមួយថ្ងៃពីរថ្ងៃហើយកូននៅទាំងអស់បានន័យថាទៅដល់ហ្នឹងគឺចេះមើលថែកូនហើយអញ្ចឹងសត្វមិនមែនតែចេះមើលថែកូនទាំងអស់ទេគ្រប់សត្វដោយសារសត្វខ្លះវាអត់ចេះថែទាំកូនទេកូនហើយប្រឡែងចោលធ្វើឲ្យកូនហ្នឹងបាទអត់បានបើបានអីហ្នឹងកូនទៅវិញអស់ហើយតាមដានការវិវត្តរបស់សត្វហើយមានមេខ្លះកូនមកខំកូនទៅវិញទៀតមេនេះអត់ទេកូនមកចេះថែទាំកូនចេះក្រុមកូនឲ្យកូនបើអញ្ចឹងណាអញ្ចឹងការចិញ្ចឹមកន្លក៏យើងមានការតាមដានដែរទៅលើមេពូជខ្លះចេះបាទចេះថែទាំកូនហ្នឹងយើងទុកបន្តទៀតយើងទុកកូនវាបន្តទៅទៀតអញ្ចឹងណាយើងចម្រាញ់យកមេណាដែលសុខភាពល្អមេធំកូនថ្លោះចេះថែទាំកូនបាទប៉ុយនេះគឺចេះណាស់ហើយធំបងប្អូនធំណាស់មិនទូចទេសូម្បីតែខ្ញុំថតឲ្យបងមើលហ្នឹងគឺឃើញតែធំទេបាទធំហើយសុខភាពល្អណាស់អូយស្រឡាញ់ណាប៉ុយឬកូនគេប៉ុយអើយប៉ុយប៉ុយកូនបាន8គ្រាប់កូនបានមួយថ្ងៃហើយកូនម្សិលមិញបាទកូនថ្ងៃទី9ឡើងថ្ងៃទី10ប៉ុយនឹងថែទាំកូនល្អប៉ុយឯងនេះបាទប៉ះអត់បានទេ